ហើយម្យ៉ាងទៀតខ្ញុំជឿថាបរទេសឬក៏អន្តរជាតិដែលគេខ្វល់ខ្វាយអំពីទីមួយគឺបរិយាកាសប្រជាធិបតេយ្យរបស់យើងគេខ្វល់ខ្វាយហ្នឹងវារយៈពេលយូរហើយប៉ុន្តែទីពីរគឺរឿងតាក់ទងជាមួយនឹងអ្វីដែលវាកើតឡើងបច្ចុប្បន្នដែលប៉ះពាល់ដល់នេះបើយើងនៅបរទេសឬក៏យើងនៅឯសហរដ្ឋអាមេរិកកាណាដាឬក៏សហគមន៍អឺរ៉ុបណាបងប្អូននឹងឃើញអំពីវិបត្តិសេដ្ឋកិច្ចដែលវាយើងហៅថាម៉េចមិនមែនថាប្រែប្រួលកលាប់ចាយទេក៏ប៉ុន្តែវាមានទំនោរអនុភាពខ្លាំងចឹងនិយាយចឹងណាដូច្នេះវាអាចប៉ះពាល់មកពីចរន្តហិរញ្ញវត្ថុនឹងដែរហើយសហរដ្ឋអាមេរិកដែលចាត់វិធានការតាក់ទងជាមួយនឹង Barran Tariff ឬក៏ពន្ធបរិករអីចឹងណារឿងទាំងអស់ហ្នឹងគឺវាតាក់ទងគ្នាជាមួយនឹងចរន្តលុយនឹងដែរហើយគេតាមមើលឃើញថាលុយទាំងអស់ហ្នឹងវាចូលទៅក្នុង channel ណាយកទៅ invest នៅក្នុងរបៀបណាគេលៀងរបៀបណាគេរកឃើញទាំងអស់ហ្នឹងហើយបានគេចាប់ផ្ដើមអនុវត្តអញ្ចឹងមកដល់ថ្ងៃនេះខ្ញុំឃើញសិង្ហបុរីហ្នឹងគេវគ្គទី1ហ្នឹងគេបង្កក់ប្រហែល 5,000 លានហើយក្រោយមកគេបង្កក់ 7,000 លានអីចឹងទៀតទៅប៉ុន្តែអាហ្នឹងនៅសិង្ហបុរីហើយលុយដែលកំពុងតែចរាចរខ្លាំងណានៅម៉ាឡេស៊ីហើយនិងថៃ